បាទហើយជំរាបសួរដល់គ្រូនិងមិត្តរួមថ្នាក់អរគ្នាបាទឈ្មោះឈុនសេដ្ឋាវី SP30 ហើយក្រុមរបស់ខ្ញុំមាន8នាក់ពេលនេះខ្ញុំមករ៉ាន់ project របស់ database របស់មុខវិជ្ជា database ពេលនេះមើលទាំងអស់គ្នាអានេះគឺជា form របស់ខ្ញុំគឺខ្ញុំដាក់ form login មុនទៅហើយខ្ញុំដោយសារតែវាអត់មាននៅក្នុង MongoDB ទៅខ្ញុំទៅការបង្កើតថ្មីឬក៏ set up ថ្មីខ្ញុំរ៉ាន់ចុចset up ខ្ញុំវាយឈ្មោះនេះចោះហើយដាក់ password 1 2 3 4 5 6ហើយខ្ញុំចុច set up ពាក្យនេះមានន័យថា user register successful ន័យថាយើងអាច login បានពេលនេះខ្ញុំចូលទៅកាន់ form login ហើយខ្ញុំវាយពាក្យមិញបានហើយដាក់ password បាញ់មិញបាទវាដើរហើយវាដើរចូល form ថ្មីដែលនេះ form នេះខ្ញុំបាន design បានតិចតួចទេហើយក៏វាមានអីច្រើនដែរគ្រាន់តែបញ្ជាក់ថាpassword ឬក៏អីផ្សេងនៅក្នុងនឹងវាដំណើរការទាំងអស់នេះគឺបើមានអីទេបើយើង submit ទៅវា error ហើយបើយើងចូលមើលកន្លែង database វិញម្ដងចុច refresh sorry ចុចមកនេះហើយពាក្យមិញពីថានេះខ្ញុំបានតេស្តវានេះគឺជា password ហើយនេះបាញ់មិញបាទអរគុណដល់គ្រូដែលបានដាក់ project ឲ្យសូមអរគុណសម្រាប់ការតាមដានហើយ